បាទសួស្តីពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបាទនេះគឺទស្សនភាពរំវងមូលសម្ដេចសង្ឃជួនណាតបាទថ្ងៃទី18ខែ2ឆ្នាំ2026បាទថេរវេលាគឺម៉ោង 1:10 នាទីខ្ញុំថតនេះបងប្អូនយើងបាទឃើញថាចរាចរណ៍មិនស្ទះទេស្មើនេះឡានមួយម៉ូតូមួយកង់3បងប្អូនយើងបាទមិនសូវជាមមាញឹកប៉ុន្មានទេបាទមិនសូវស្ទះទេស្មើនេះម៉ោង 1 ថ្ងៃត្រង់ហ្នឹងបាទមេឃក៏ស្រឡះល្អដែរក្តៅមែនទែនបាទនេះគឺរូបសំណាករបស់សម្ដេចសង្ឃគ្រីស្ទជួនណាតបងប្អូនយើងបាទនេះបាទបែរមុខទៅមាត់ទន្លេតែម្ដងបាទមាត់ទន្លេយើងហ្នឹងកោះពេជ្រហ្នឹងបងប្អូនសុខទុក្ខយ៉ាងណាហើយបាទសុខទុក្ខយ៉ាងណាហើយបងប្អូនយើងបាទជូនពរហេងហេងសុខភាពល្អសំណាងល្អគ្រប់គ្នាជួនជាចៃដន្យជួបតន់ទាវស្រីបីដូចអីសីជប់រូបឆោមឆ្លើលើរថយន្តក្រុងតាមដំណាក់ផ្លូវរូបបងនឹងពៅអង្គុយចិត្តគ្នារាហូចាប់ច័ន្ទអរាបានទីបងជួបឆោមឆាយចិត្តរែងរងាស៊ូគ្រៀងថ្ងៃត្រង់ញ័រទ្រូងកំព្រីចិត្តបងទៀមទាសុំស្នេហ៍ពីស្រីទុនលេបាសង្គមស្ទាក់បំណងស្ពានចំកោងខ្នងចម្លងនិស័យខណ្ឌច្បារអំពើជាភពស្នេហ៍ថ្មីទួងរូបមកខ្សែក៏នៅតែស្ម័គ្រចុះពីរថយន្តអូនញញឹមលាក្រោមខ្សែនេត្រាអូនអៀនលួចញ៉ាលាក់បងលួចតាមដានស្គាល់ផ្ទះវលាក់ថ្ងៃក្រោយបងចាក់ចូលដន់ដឹងអូនបងប្អូនមើលទេសភាពលេងស្ដាប់ចម្រៀងគោកស្ដាប់ចម្រៀងគោកកែកំសាន្តថ្ងៃក្តៅបងប្អូនអើយស្មើនេះម៉ោង 1 ជាងបាទហ្នឹងហើយបងប្អូនយើងមើលទៅបច្ចុប្បន្នភាពបាទរូបជុំវិញនឹងចរាចរណ៍រង្វង់មូលសម្ដេចសង្ឃជួនណាតបាទរង្វង់មូលនេះកលឹងអញ្ចឹងទៅមុខវាំងទៅកោះពេជ្រទៅវិមានឯករាជ្យមុខផ្លូវរដ្ឋសភាបាទហ្នឹងហើយច្រកច្រើនច្រកណាស់បងប្អូនយើងចាំមើលអាកាសក្រោយខ្ញុំនឹងថតកន្លែងល្អស្អាតកន្លែងប្រវត្តិសាស្ត្រចែកជូនពុកម៉ែបងប្អូនមើលកំសាន្តបច្ចុប្បន្នភាពតាមតំបន់តាមប្រាសាទតាមទេសភាពប្រវត្តិសាស្ត្រកន្លែងផ្សេងក៏ដូចជាមុខវាំងវត្តភ្នំនិយាយរួមឲ្យតែថា
ơi cái lấy một vót là xa cái lấy một vót là xa đây dươngประเทศกัมพูชีយើងទាំងអស់ឬក៏ខ្ញុំទៅដល់ណាខ្ញុំថតឲ្យដល់ហ្នឹងហើយក្រៅប្រទេសអត់ទាន់មានទេព្រោះខ្ញុំអត់មានពេលដើរក្រៅប្រទេសបងប្អូនយើងបាទមកក្នុងប្រទេសនៅរាជធានីភ្នំពេញខ្ញុំថតច្រើនណាស់បាទហ្នឹងហើយតាំងពីផ្លូវទៅពលានយន្តហោះថ្មីតាំងពីពោចតុងពលានយន្តហោះចាស់ពោចតុងទស្សនភាពទៅពលានថ្មីបាទច្រើនណាស់បងប្អូនតាមដាន page ក៏ដូចជា YouTube របស់ខ្ញុំហ្នឹងទៅបាទច្បាស់សូមអធិស្ឋានផងបាទហ្នឹងហើយអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ like share like បាទបងប្អូននៅក្នុង page កុំភ្លេច follow ដើម្បីបានវីដេអូថ្មីកន្លែងល្អហើយនឹងក៏ដូចជាបងប្អូននៅក្នុង YouTube កុំភ្លេចជួយ subscribe channel YouTube បាទអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយ